ទីពីរលោកថោងសុវណ្ណនិងភរិយាត្រូវជាបងបង្កើតនៃសពទី3លោកលេងសុភ័ក្រនិងអ្នកស្រីផិនយ៉ាណារុនព្រមទាំងពុទ្ធត្រូវជាកូននៃសពទី4លោកស្រីលំសោភានិងលោកដេកសុវិចិត្រព្រមទាំងពុទ្ធត្រូវជាកូននៃសពទី5លោកលំសុផលនិងអ្នកស្រីនុតមនីរស្មីឈ្មោះប្រុសក៏មនីរស្មីព្រមទាំងពុទ្ធត្រូវជាកូននៃសពទី6លោកលំសុភាពនិងអ្នកស្រីមលឡាតាអញ្ចឹងណាព្រមទាំងពុទ្ធអាត្មាសមាជនជាតិគេមិនឈ្មោះត្រូវជាកូននៃសពអ្នកទាំងអស់គ្នានេះបានប្រារព្ធនៅក្នុងពិធីបុណ្យ100ថ្ងៃហើយថ្ងៃនេះអស្ចារ្យណាស់ញាតិញោមបានញោមម្ចាស់បុណ្យលោកស្រីចាត់ញោមដែលត្រូវជាភរិយាផ្ទាល់គាត់បានអនុគ្រោះដល់ប្រសង្ឃវត្តបន្ទាយដីគាត់ប្រាប់អាត្មាថ្ងៃមុននោះណាគាត់ថាបើធ្វើនៅផ្ទះបានប្រសង្ឃតែ4អង្គទេប៉ុន្តែគាត់ថាបើធ្វើនៅវត្តបានប្រសង្ឃឆាន់គ្រប់អង្គឃើញទេញាតិញោមដល់ពេលអញ្ចឹងបានអាត្មានឹកឃើញដល់ព្រះថេរដីការបស់អង្គគ្រូគូសុភាពដែលលោកបានសម្ដែងលើកឡើងដែរថាធ្វើបុណ្យបើយើងគិតចំពោះព្រះសង្ឃដូច្នេះបានបុណ្យច្រើនណាញាតិញោមបានបុណ្យច្រើនណាយើងធ្វើបុណ្យគិតព្រះសង្ឃហើយបើម្នាក់មានចិត្តដូចជាញោមស្រីចាបយកគ្រប់គ្នាប្រសងវត្តទានដីប្រហែលជាមិនអត់ស្លាប់ទេមើលទៅប៉ុន្តែបានតែមួយហ្នឹងហើយស្អែកហ្នឹង7ទៀតដល់ពេលអញ្ចឹងបានអាត្មាសប្បាយចិត្តឃើញញោមមកកក្រឹកកក្រែងហើយញាតិពធច្រើនណាញាតិញោមបុណ្យញោមខ្លះអត់បានញាតិពធច្រើនអញ្ចឹងទេប៉ុន្តែញោមចាបយកដឹងជាគាត់ចេះបល័យខ្ញីស្អីគាត់ចេះបល័យស្នេហ៍អ្វីបានដាក់ដល់មនុស្សមកច្រើនញាតិញោមហើយបុណ្យឆ្លងព្រះគ្រូចារិកាអាត្មាដឹងថាបានបល័យស្នេហ៍អ្វីដាក់ឲ្យបានមនុស្សច្រើនដូចញោមចាបយកអញ្ចឹងនេះចាំមើលហើយចាំសួរគាត់សួរបល័យពីគាត់ថ្ងៃហ្នឹងខំណាស់ញាតិញោមហ្នឹងខ្លាចអត់មានមនុស្សមកថ្ងៃបុណ្យហ្នឹងអញ្ចឹងបានញោមមិនជួយបានប្រមាណតុកអាត្មាសប្បាយចិត្តប្រសងប្រហែលជា100អង្គញាតិញោម10តុកប្រហែលជារួចថ្ងៃហ្នឹងណាបាន3អញ្ចឹងបានអាត្មានឹកឃើញរឿងធ្វើបុណ្យហ្នឹងញាតិញោមធ្វើបុណ្យអញ្ចឹងយើងយកលំនាំតាមលោកយាយវិសាខាញាតិញោមយើងលំនាំតាមលោកយាយវិសាខាគាត់ធ្វើបុណ្យគាត់គិតប្រសងណាញាតិញោមគាត់គិតប្រសងណាអញ្ចឹងបានអានិសង្សដែលគាត់ត្រូវបានវិញញាតិញោមឃើញទេអាយុ120ហើយហ្នឹងគឺមើលទៅអត់ចេះចាស់ទេញាតិញោមពេលដែលគាត់ស្ដាប់ពធអញ្ចឹងមើលទៅគេល្បីតែយាយវិសាខាហ្នឹងមួយណាយាយវិសាខាហ្នឹងមួយណាដល់តែពេលមើលទៅអត់ដឹងថាយាយវិសាខានឹងមួយណាទេដោយសារអីដោយសារគាត់នឹងស្អាតមើលទៅកូនដូចចៅមើលទៅចៅដូចគាត់និយាយរួមទៅគឺច្រឡំគ្នាប៉ុន្តែដឹងគេចំណាំកន្លែងណាទេញាតិញោមគេចំណាំយាយវិសាខាត្រង់ដែលថាពេលដែលស្ដាប់ពធចប់ពេលដែលគាត់ងើបឡើងគឺច្រត់ក្បាលជង្គង់នេះហ្នឹងបានគេថាអូនឹងឲ្យយាយវិសាខាពេលដែលគាត់អង្គុយគឺមើលអត់ដឹងទៅស្អាតណាស់ញាតិញោមស្អាតជាងអាត្មាទៀតនិយាយរួមទៅគឺស្អាតណាស់មើលអត់ដឹងទេ
chẳng ban chỉ cây chẳng nam trong đại thaពេលដែលគាត់ស្ដាប់ពធចប់ងើបឡើងគឺច្រត់ក្បាលជង្គង់ហើយអានិសង្សហ្នឹងបានមកអំពីណាថាបានមកអំពីការធ្វើទានហ្នឹងអញ្ចឹងញោមចាត់យកថ្ងៃហ្នឹងធ្វើបុណ្យថ្ងៃហ្នឹងប្រហែលជាទៅជាមួយយាយវិសាខាហើយប្រមូលញាតិពធទៅទាំងអស់គ្នាទៅកុំភ្លេចយកអាត្មាទៅផងកុំទៅអាត្មានៅម្នាក់ឯងជួយទៅញាតិញោមយាយវិសាខារងថ្ងៃនៅឋានសួគ៌ញាតិញោមនៅស្ថានសួគ៌នោះនៅបុណ្យរបស់គាត់ខ្លាំងណាស់ញាតិញោមនឹកឃើញចាប់អារម្មណ៍អំពីរឿងហ្នឹងបានអាត្មាលើកយករឿងនិយាយភាសាខានឹងបើសំដែងបញ្ជាក់តិចដើម្បីឲ្យញាតិញោមនឹងបានស្ដាប់ពិចារណាឃើញនៅកម្លាំងរបស់ទានហ្នឹងគឺថាធ្វើឲ្យញាតិញោមហ្នឹងមានកម្លាំងខ្លាំងហើយបើនិយាយអំពីកម្លាំងនេះញាតិញោមលោកយាយភាសាខាហ្នឹងគឺខ្លាំងណាស់កម្លាំងរបស់យាយវិសាខានិងកម្លាំងរបស់ព្រះមហាអនន្តគឺស្មើគ្នាញាតិញោមដំរីជោគព្រេងវាកំពុងតែបោលមកណាញាតិញោមបោលមកទាំងកំរោលលោកយាយវិសាខាត្រង់តែយើងមករៀបដៃមួយទុកដំរីនោះគឺដួលហើយញាតិញោមកម្លាំងរបស់នាងនោះគឺខ្លាំងណាស់ញាតិញោមខ្លាំងណាស់ហើយការដែលនាងទៅវត្តស្ដាប់ពធព្រះសម្មាសម្ពុទ្ធហើយនាងទៅវិញភ្លេចយកអាវទៅញាតិញោមគេហៅអាវអ្នកតាមហាប្រាសាទនោះញាតិញោមអាវរបស់នាងហ្នឹងអត់មានអ្នកណាលើករួចទេញាតិញោមអាវនាងហ្នឹងលើកអត់មានអ្នកណាលើករួចទេមានតែព្រះមហាអនន្តមួយពុទ្ធដែលអាចលើកយកនៅអាវយាយវិសាខានឹងរួចក្រៅពីហ្នឹងគឺលើកអត់រួចទេហ្នឹងខ្លាំងណាស់ញាតិញោមហ្នឹងហើយចាំតាបានមកអំពីណាថាបានមកអំពីកម្លាំងនៃទានចឹងញាតិញោមពុទ្ធបរិស័ទទាំងឡាយបបីបានជ្រះថ្លាធ្វើទានចំពោះព្រះសង្ឃហើយមួយវិញទៀតអំពីបុណ្យ100ថ្ងៃនេះមកចង់5ញាតិញោមពុទ្ធបរិស័ទទាំងឡាយថាធ្វើទៅញាតិញោមទោះបីជាដល់ថ្ងៃទី100ហ្នឹងបាយមួយវើយសណ្ដែកមួយគួរក្តីហ្នឹងក៏នាំគ្នាធ្វើទៅហ្នឹងហើយកុំឲ្យដាច់ញាតិញោមខ្លះច្រើនតែធ្វើសរុបថ្ងៃ7ជួនកាលទៅសរុប100ថ្ងៃជួនកាលទៅសរុប100ថ្ងៃអាត្មាខ្លាចទៅដល់ពេលថ្ងៃ100ហ្នឹងខ្មោចអត់មានអីពិសាណាដល់ថ្ងៃទី100ខ្មោចអត់មានអីបរិភោគវីវើញាតិញោមដោយព្រះអង្គសាទរេលោកនិយាយថាជួនកាលថ្ងៃទី100ហ្នឹងគេត្រូវទៅលើយមកញាតិញោមខ្លះចេះថាយមរាជហ្នឹងអាក្រក់តាមពិតយមរាជហ្នឹងគឺអត់អាក្រក់ទេញាតិញោមពេលដែលញាតិញោមធ្វើបុណ្យហ្នឹងអាត្មាចង់ឲ្យញាតិញោមនឹងចែកបុណ្យដល់យមរាជផងញាតិញោមណាផ្ដាំញាតិញោមបន្តិចញាតិញោមខ្លះចេះថាអូយមរាជហ្នឹងអាក្រក់ណាស់យមរាជហ្នឹងអាក្រក់ណាស់យកជីវិតប្តីខ្ញុំទៅតាមពិតយមរាជណាមកយកអានេះមកពីកម្មរបស់យើងទេតាចេះតែគិតថាអូមិនសមសោះមិនសមសោះថាសមហើយរឿងកម្មនោះញាតិញោមខ្លះចេះទៅបន្ទោសព្រំយោមឯងខ្លះចេះទៅបន្ទោសព្រំលិខិតខ្លះចេះទៅបន្ទោសយមរាជតាមពិតអត់មានព្រំឯណាមកកំណត់ជីវិតយើងអត់មានយមរាជឯណាមកកំណត់ជីវិតយើងទេរឿងកំណត់ជីវិតរបស់យើងគឺជាកម្មទេតាដាក់បាននេះញោមអញ្ចឹងជប់បន្ទោសយមរាជជប់បន្ទោសព្រំនៃលិខិតទៅព្រំអត់មានដឹងអីទេហ្នឹងហើយរឿងអាយុវិញអាយុខ្លីនេះគឺសម្រាប់នៅលើញាតិញោមផ្ទាល់សម្រាប់នៅលើកម្មតើញាតិញោមបានធ្វើកម្មអីខ្លះដោយញាតិញោមខ្លះចេះគិតថាពុទ្ធជាតិនេះខ្ញុំធ្វើល្អណាស់ប្តីខ្ញុំធ្វើល្អណាស់ព្រោះចុះហេតុអីក៏អត់បានល្អញាតិញោមតែងគិតចឹងមែនទេតែងតែគិតអញ្ចឹងហេតុអីក៏អត់ឲ្យប្តីខ្ញុំរស់បានយូរអត់ឲ្យប្រពន្ធខ្ញុំរស់បានយូរឲ្យរស់បានរហូតដល់100ឆ្នាំទៅថាអ្វីវាមិនដូចបំណងទេញាតិញោមហ្នឹងហើយអ្វីវាមិនដូចបំណងទេបើសិនជាអ្វីដូចបំណងដែលយើងពងមនុស្សយើងគឺអត់ក្រទេមនុស្សយើងគឺអត់ក្រទេចឹងបានថាអ្វីវាប្រព្រឹត្តទៅតាមអំណាចនៃកម្មដូចជាសុភភៈមានលោកចូលទៅក្រាបទូលសួរចំពោះព្រះសម្មាសម្ពុទ្ធថាអូពិតព្រះអង្គដោយចម្រើន
cho hai ấy mà nu dương khát cao máu trò mà nu khát cao máu miền mà nu khát cao máu trò hơi lục bạc tàu cha hơi chu trao tiên mà nu khát cao máu miền trò sầm bát trao hơi ở dục về mà nu khát cao máu miền trò sầm bát trao tại ở dục lầy mà nu khát cao máu trò lục bạc rồi từ ấy si biết con tay ở dục lúc vừa vui để khát bọn nói để chạm slap đi lục bạc nó on miền ấy si bọn nói để chạm slap bọn tám như mình slap bán một con bò sân đây cả cam và tiền dưa tố cam và vô đi cam và con thuốc yang cam mang cái đấy sao mình con là yang năng viết ba và càng viết ta sắc đi dưa tố của với sao mình bóng sân đây thà một cô mà nè cao nó còn bị cam miền cam chỉ pui miền cam chỉ phơi bung miền cam chỉ nè ao đây cầm nở miền cam chỉ hò một cô na thương cam là crop một cô nu rồi mới ban được hò là crop một cô na thương được cam là o một cô nu rồi mới ban được tu được hò là o đập bàn đi nhiều nhung đập hỏi bàn đập thò mà kề đi thôi từ vị lời non đi thương ba phải đặt bàn luôn xuân vì luôn muốn tập bôn nó nè hỏi bà đam cái bà đam vui hỏi bà đam ấy bà đam tập về luôn tập bôn ham bật nhiều tới bà này mà việc luôn tập đo luôn cái tiền việc vẫn là má không nè bật về nam bật về luôn nơi chừng ai bằng luôn đấy bật để hơi đó đấy vì ai nó một cái bật được ai chứ ham á nhìn vô ở môi tiết là được lục niệm ở đây của con ấy lục ấy luôn tức về lục tập bắn đặt ba lục xong nó đặt hơi trong lục niệm tiết lục muốn tập bắn thôi lục niệm mùng bị đặt lục đây là đừng thôi chẳng mấy xóm lục niệm đang đường ấy nè đặt ba lục xong tức chẳng đọc về lục tập bắn mà ai cho trong lục niệm tiết đừng chẳng bắn thà tụi ơi nhìn vô hỏi bậc bậc thua rồi bậc ba bậc cam xong nó nhìn vô dừng trời bơ từ tua nhân là ca bất đôi bậc rùa kẹt sầm này có than à vậy bơ tôi nhìn vô bơ từ tua là ca bất tư à vậy đi mà đôi tổng non thế dừng cái thể chiến năng dừng là ó chốc đi chiến muốn nhìn vô bọn bạn cần chiến muốn nào mình đang là chiến muốn dừng thua ấy là đôi như đường priêm môi nụ mà sẽ đam thoa vào bút sẽ đam thoa vào ông sẽ đam tức đó là pin tranh tư vĩnh nè sọc tại lái đây cháu nâng là đây mau vì ná nhìn dùng đó là cháu nuôi phơi và phát và phim khai nè sọc đây toán ngôn nào bằng vậy lùi kia đúng không bỏ tới nhìn dùng ấy bỏ tới nào mà bỏ trong bên này của nó nâng trộn từ nông tập sạc dụng mục đó là bên của nó lang mau vĩnh nè sọc đây máu thuê một vạch nâng cẩn thận của nó nâng thì cháu nuôi pro sản phẩm nâng cố vì cháu nó có vì của nó làm cần nhìn nhiều người nhỉ ở của nó biên ban thua ấy nè để chụp cái sạp kho nữa nè chụp cái sạp kho qua trên tập buôn hết chụp từ lúc một nơi tầng sáng lang mau với trâu nè sọc vì làm cần bán thì không tầng lai thà mình cua sọc họ cua sọc bán tập buôn của ông xua tham mà điên nè tầng lái tớ nè tầng lai trong bông cái cực ấy thằng bộ bất vọng rồi trong đầu này bộ đó này sẽ đạp thôi nhưng mà những cứ làm bộ bất vọng rồi trong đầu mình cua số vọng bán vọng thật cua hơi nếu nè tầng lai nè tầng tiếp ca bị chuyện muốn của đó nâng chỉ nè chùm lon tung tục đó như những score đấy nè chùm lon tục đó thì những hai chữ cao thì toán đấy nhá mày bị muốn đây ở toàn miền Spain nó ở kia mình được lòng tụt đo nhìn nhung cái nhung càng toán đấy và má càng toán mày nó năm giấy thằng được năm nó chỉ sang càng một bên càng mấy ố càng nó dùng chặt vào được tung cho nó mà càng nó dùng chặt vô được tung chứ càng nó nằm càng mấy càng một bên mà chôn là hốt thì rồi mà khang thì bơi liềm màu hơi nhiều đi là người
ឆ្លងទៅមកតែលើគេធ្វើស្ពានទៅដល់តែឆ្លងទៅយើងយកដឹងមិនទេបរោះនោះចម្លងទេដល់ចម្លងទៅដល់ពាក់កណ្ដាលទន្លេឃើញប្រពន្ធគេស្អាតទៀតយកសម្រាប់ប្តីគេនឹងយកប្រពន្ធគេហើយយកទ្រព្យសម្បត្តិទៀតយកឃើញហីដល់តែពេលកើតបាបកម្មស្លាប់ទៅទូលទៅមកកើតជាមនុស្សយកឃើញជាតិហ្នឹងអត់ធ្វើអីសោះស្រាប់តែធေါ်សោះស្លាប់ដែរគេត្រូវគេវាស្លាប់អាហ្នឹងមកពីបាបកម្មញាតិញោមរឿងបាបកម្មនេះគឺមាននរណាម្នាក់ពេកផុតទេចឹងបានថាចង់ឲ្យញាតិញោមពុទ្ធបរិស័ទហ្នឹងកុំសាងកម្មឲ្យសោះញាតិញោមទោះបីជាតិចតួចទៅដល់កុំសាងអីធ្វើតែអំពើល្អទៅញាតិញោមណាដាក់បានទេញាតិញោមនៅក្រោយស្ដាប់បានទេហ្នឹងហើយបើស្ដាប់បានទេធ្វើតែប៉ុនទៅកុំភ្លេចថ្ងៃ17បញ្ចូលប៉ុនឆ្លងជាមួយលោកគ្រូអាត្មាផងខ្ញុំបញ្ជាក់ជាចុងក្រោយឲ្យញាតិញោមពុទ្ធបរិស័ទទាំងឡាយនេះចាំធម៌5យ៉ាងទេវទូតមកសម្ដែងឲ្យដើម្បីឲ្យញោមស្រីចាំយកហ្នឹងបានពិចារណាទៅធម៌5យ៉ាងហ្នឹងហើយញោមចូលចាំធម៌5យ៉ាងហ្នឹងទុកនៅក្នុងចិត្តពេលដែលញោមស្លាប់ទៅតែលោកផ្លាត់សតិទៅជួបយមរាជអីអាហ្នឹងមានធម៌5យ៉ាងដោះស្រាយជាមួយយមរាជបានទី1គឺកូនក្មេងទេវទូតរបស់ព្រះសម្មាសម្ពុទ្ធកាលព្រះអង្គទៅបួសនោះគឺមានតែ4នេះទី1កូនក្មេងទី2មនុស្សចាស់ទី3មនុស្សឈឺទី4មនុស្សស្លាប់4យ៉ាងហ្នឹងញាតិញោមតែសម្រាប់ទេវទូតញាតិញោមមាន5ទី1កូនក្មេងទី2មនុស្សចាស់ទី3មនុស្សឈឺទី4មនុស្សស្លាប់ទី4គឺស្លាប់ទី5គឺអ្នកទោសក្នុងទីនេះមិនសំដៅដល់អ្នកទោសបាត់ព្រំបទល់ជាប់គុកជាប់ច្បាប់អីទេអ្នកទោសក្នុងទីនេះសំដៅដល់បុគ្គលដែលដាច់សិលបាទន័យថាអត់មានសិលនោះណាចាំបានលោកអាចារ្យគាត់ដឹកនាំល្អណាស់ញញោមគេហៅថាកាលដាញ់យូណាហើយព្រឹកមិញមកស្ដាប់សំឡេងអត់បានស្មានអាចារ្យមកពីពេញលេងបរោះមកស្ដាប់ទីក្នុងបន្ទប់មកលេងលោកតាណានោះបរោះអាចារ្យណាអត់មកស្មានអាចារ្យមកពីពេញដល់ទៅចូលនៅឆានបបោអូអាចារ្យវត្តពូហើយស្មារតីគេតាមពិតគ្នាឯងឲ្យសុខធ្វើកិច្ចល្អណាស់ញាតិញោមហើយត្រូវរើគាត់ទៀតអានេះគេហៅការលតាញ់ញូបុគ្គលដែលស្គាល់ការគឺព្រះអង្គហៅបណ្ឌិតអ្នកឯងចេះប៉ុណ្ណាក៏ដោយញាតិញោមតើមកអត់ស្គាល់ការព្រះអង្គអត់សម្ដែងថាបណ្ឌិតទេក៏មករបៀបដូចប៉ុនខ្លាំងធ្វើជំទាវមកខ្លាចឯងចេះទៅធ្វើកិច្ចអីណាធ្វើចុះធ្វើឡើងជំទាវលូឯងចុះទៅកិច្ចចំមកឲ្យកាត់ទៅអត់ទេធ្វើជួបើជួបគេអ្នកធំពេលណារត់ទៅកាប់ពេលហ្នឹងញាតិញោមនៅផ្ដាំដល់តាអាចារ្យតែប៉ុណ្្នឹងនេះអត់ស្ដាំច្រើនទេកុំឃើញគេអ្នកធំឯអាដាមជំទាវមកស្រាប់តែធ្វើកិច្ចរាប់ម៉ោងគេអត់នៅស្ដាប់យើងទេហ្នឹងហើយបើថាធ្លាប់ធ្វើកិច្ច1ម៉ោង20នាទីស៊ីផុយទៅជឿអាត្មាទៅអានោះបានលុយធីបទៀតប្រាប់ទៀតទៅព្រៃវើញមុនអាត្មាប្រាប់អាចារ្យថាធ្វើកិច្ចខែជឿអាត្មាបានគាត់ថាកណាតតែគុណកណាតតែចាទៀតទៅខ្លាតែទៅពេលជំទាវមកអង្គុយយូរនេះមួយយើងហ្នឹងញោមកិច្ចការគេច្រើនគេមកស្ដាប់យើងកិច្ចការងារអីធ្វើកិច្ចការងារហ្នឹងទៅភ្លើតត្រង់ទៅពេញវិញហើយគេទៅសើយើងទៀតហ្នឹងអាចារ្យស្គាល់កិច្ចស្គាល់ការល្អហ្នឹងហើយចឹងបានចង់សម្ដែងប្រាប់ញាតិញោមថាធ្វើម៉េចត្រូវចាំធម៌4យ៉ាងពិចារណាថាការកើតមកដំបូងគឺកូនក្មេងដល់ទៅពេលយូរទៅគឺចាស់ញោមមិនចំណាំខ្លួនឯងកាលពីមុនញោមចាំយោមហ្នឹងមិនក្មេងមិនចឹងមិន17 18ដល់ទៅពេល20ឆ្នាំក្រោយមកមិនខ្លាយទៅជាម៉ែទេហើយដល់20ឆ្នាំក្រោយមកមិនខ្លាយទៅជាយាយទេមិនចឹងពិចារណាទៅញោមចាំយោមនឹងមួយទៅបានបាច់ពិចារណាអីច្រើនហ្នឹងហើយហើយដល់ពេលហ្នឹងគាត់នៅស្ពាយកបោករួចដល់20ឆ្នាំក្រោយគាត់អូកបោកលេងរួចមិនបានទៅលើអាត្មាមិនចឹងហើយកបោកហ្នឹងមិនសិតតែលុយនេះលោកនេះចូល
ចិត្តមកណាញាតិញោមឲ្យសទ្ធាណាញាតិញោមចូលសូឡាមកដើម100បានយក130កាលនោះ53ម៉ឺនហ្នឹងទេហើយស្មានគាត់បានដាក់ឈ្មោះគាត់ផងហើយបច្ច័យហ្នឹងគឺផ្ញើតាមលោកអាចារ្យងុយបានលោកគ្រូហើយរួចរាល់អស់ហើយស្មានតែចាំដល់ពេលដាក់ទទួលហើយអស់គឺស្មាននឹងរៀបចំឈ្មោះហើយឈ្មោះញោមនេះនៅកន្លែងខ្លោងទ្វារនេះព្រោះកាលនោះលោកគ្រូលោកដាក់នៅខ្លោងទ្វារស្មាននឹងសរសេរឈ្មោះញោមដាក់នៅខ្លោងទ្វារនេះប៉ុន្តែអត់ទាន់ដាក់ទេនៅតែគិតញោមអត់អីទេមិនបាត់ទេញោមកុំភ័យអាត្មាច្បាស់លាស់ណាខ្ញុំគិតថាបាត់នោះអត់បាត់ទេញោមដែលចូលបច្ច័យជាមួយអាត្មាគឺមិនបាត់សោះឡើយនឹងអត់បាត់ទេពិចារណាចឹងទេញោមដល់ទៅពេលទីបំផុតស្លាប់តតែស្លាប់ទៅបើបានទៅជួបយមរាជសួរទីបន្ទូល5យ៉ាងហ្នឹងឆ្លើយហើយមិនមែនបានន័យថាចិត្តតែចាំទៅសូត្រទៅនិយាយបានទេណាញោមតតែយើងនឹងមានបញ្ញាដែរពិចារណាធម៌រាល់ថ្ងៃមិនបានន័យថាអូលោកសំដែងថ្ងៃមុនអញបាច់គិតអីទេចាំតែធម៌5យ៉ាងដោះស្រាយជាមួយយមរាជបានណាដោះស្រាយប៉ុណ្ណឹងបានណាមិនមែនទេបើយើងមិនពិចារណាទេជួបយមរាជរើនឹកអត់ឃើញទេដោយតាមម្នាក់នោះទៅជួបយមរាជសួរតាមមានធ្លាប់ធ្វើបុណ្យអីទេខ្ញុំទៅអត់ធ្លាប់បានធ្វើទេលោកយមរាជតារកនឹកមើលមានធ្លាប់បានធ្វើបុណ្យអីទេដូចជារឿងនឹកអត់ឃើញយមរាជថារឿងនឹកឲ្យស្រួលបួលមើលកាលមួយនោះលោកតាធ្លាប់បានធ្វើបុណ្យហើយចែកបុណ្យមកឲ្យខ្ញុំដែរណែយមរាជមិនអាក្រក់ទេណាខ្ញុំជួយរឿងបុណ្យយើងទៀតហើយយមរាជមកដូចពីណាមើលបាច់មើលមកអាត្មាហ្នឹងហើយអត់មានមានអត់មិនហ៊ានប្រៀបធៀបទេក៏ហ្នឹងហើយចឹងពិចារណាចឹងតែញាតិញោមយករៀននឹងល្អណាស់យើងជួយរំលឹកបុណ្យយើងទៀតឃើញទេចឹងបានចាប់ប្រាប់ញាតិញោមតែធ្វើបុណ្យហើយចែកបុណ្យដល់យមរៀនផងញាតិញោមចែកបុណ្យដល់ពពួកនេះពពួកបុត្រចែកបុណ្យដល់ពពួកអមនុស្សចែកបុណ្យដល់សពសាស្ត្រទាំងអស់ជាពិសេសគឺយមរៀនហ្នឹងឯងអញ្ចឹងបានថាត្រូវធ្វើបុណ្យហើយរក្សាសិលឲ្យបានគ្រប់គ្នាទីបញ្ចប់ព្រះពុទ្ធអង្គសម្ដែងថាម៉េចញាតិញោមមានសិលជាស្ពានមានទានជាស្ពានឃើញទេញាតិញោមកាលណាបើយើងមានសិលគឺជាស្ពានសម្រាប់ឆ្លងទៅរកក្រោយគេគឺស្ថានសួគ៌និងព្រះនិព្វានហើយទានជាស្ពាននោះស្អីគេញាតិញោមទាននោះគឺជាស្ពានសម្រាប់ជប់លៀងជីវិតរបស់យើងហ្នឹងណាមិនឲ្យធ្លាក់ទៅក្នុងអបាយទេញាតិញោមទានហ្នឹងសម្រាប់ទ្រង់នៅជីវិតរបស់យើងនឹងឲ្យទៅកាន់ស្ថានសួគ៌ហើយសិលជាស្ពានសម្រាប់យើងដើរចម្លងទៅកាន់ស្ថានសួគ៌ស្ដាប់បានទេញាតិញោមចឹងបានមកចំតាមញាតិញោមពុទ្ធបរិស័ទទាំងអស់ហើយដោយសារថ្ងៃនេះបុណ្យ100ថ្ងៃផងកុំឲ្យដោយញោមចាំយោមគាត់ធ្វើនោះគឺត្រូវណាស់ញាតិញោមដឹកនាំកូនចៅមកធ្វើបុណ្យអញ្ចឹងត្រូវណាស់ញាតិញោមល្អណាស់ហើយត្រូវតាអាចារ្យគាត់និយាយអំពីគុណមិនហ្នឹងគឺគុណគឺសេចក្តីល្អដឹងចិត្តដឹងគុណរបស់លោកឪពុកហើយដឹងគុណរបស់ស្វាមីដែលខំរក្សាប្រហែលឆ្នាំកន្លងមកឪពុកនឹងបានថែរក្សាកូនយ៉ាងម៉េចខ្លះគេយកដឹងខ្លួនឯងហើយអញ្ចឹងគឺថាអាត្មាគ្រាន់តែចង់បញ្ជាក់ប្រហែលប៉ុណ្ណេះគឺថាចង់ឲ្យញាតិញោមពុទ្ធបរិស័ទទាំងឡាយនឹងបានស្ដាប់ប្រហែលប៉ុណ្ណេះសូមអនុមោទនាបើចឹង